ប៉ុន្តែក្នុងទស្សនៈទំនើបអំពីទោសមុខងារនៃទោសគឺមិនមែនរឿងសងសឹកទេមុខងារនៃទោសទី1គឺបង្ការតាមរយៈការដាក់ទោសម្នាក់នេះដើម្បីបញ្ជាក់ថាបើអ្នកណាផ្សេងទៀតហ៊ានធ្វើត្រូវមានទោសដូចគ្នាឃើញទេបាទអាហ្នឹងគឺមុខងារបង្ការដាក់ទោសទី1មុខងារទី2គឺមុខងារអប់រំយើងឃើញគេហៅអីហៅម៉ូហើយមាននឹងម៉ូហ្នឹងគេហៅអីមជ្ឈមណ្ឌលអប់រំកែប្រែឃើញទេអញ្ចឹងពេលយកទៅដាក់ទោសហ្នឹងគេយកទៅអប់រំកែប្រែហើយគេជឿថាការសម្លាប់មនុស្សតាមរយៈទោសប្រហារជីវិតវាអត់បានជួយអីទេជួយតែរំសាយកំហឹងប៉ុន្តែមិនជួយដល់សង្គមជាតិ